មានរឿងអ្វីលោកអនុទិនស្នើចង់ជួបសម្ដេចធិបតីហ៊ុនម៉ាណែតក្នុងកិច្ចប្រជុំនៅរុស្ស៊ីគួរឲ្យចាប់អារម្មណ៍នាយករដ្ឋមន្ត្រីថៃលោកអនុទិនឆាន់វីរៈគុលបានបង្ហាញបំណងចង់ជួបពិភាក្សាជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាក្នុងជំនួបដាច់ដោយឡែកមួយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានរុស្ស៊ីដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសរុស្ស៊ីនាថ្ងៃទី19ខែមិថុនានេះនាយករដ្ឋមន្ត្រីថៃលោកអនុទិនបានអះអាងប្រាប់អ្នកកាសែតនៅរសៀលថ្ងៃទី17ខែមិថុនាថាលោកនឹងអាចមានជំនួបពិភាក្សាដោយផ្ទាល់ជាមួយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាដើម្បីបើកកិច្ចពិភាក្សាដាច់ដោយឡែកមួយមិនតែប៉ុណ្ណោះលោកអនុទិនបានបញ្ជាក់ប្រាប់ទៅកាន់អ្នកកាសែតថារដ្ឋាភិបាលថៃនឹងការពីផលប្រយោជន៍ជាតិជាចម្បងហើយបានអំពាវនាវដល់ប្រជាពលរដ្ឋថៃសូមកុំមានក្តីព្រួយបារម្ភចំពោះបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យភាពនិងសន្តិសុខជាតិនេះជាការលើកឡើងរបស់លោកអនុទិនដែលត្រូវចុះផ្សាយដោយកាសែតថៃខៅសតទន្ទឹមនឹងនេះអ្នកវិភាគបានមើលឃើញថាបើជំនួបនេះពិតជាកើតឡើងមែនវាអាចជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្ដូរទស្សនៈនិងការស្វែងរកដំណោះស្រាយលើបញ្ហាដ៏រសើបមួយចំនួនដែលប្រទេសទាំងពីរកំពុងជួបប្រទះខណៈដោយនៅក្នុងនោះអ្នកតាមដាននយោបាយអន្តរជាតិក៏កំពុងរងចាំមើលលទ្ធផលនៃកិច្ចពិភាក្សានេះយ៉ាងយកចិត្តទុកដាក់ផងដែររាយការណ៍ដោយខ្ញុំបាទនីវុធី